ដើម្បីនិយាយអំពីចរិតលក្ខណៈរបស់មនុស្សជាទូទៅយើងប្រើទម្រង់ I am he is or she is និងមានប្រើប្រាស់ article និង earn blank មានន័យថាយើងបន្ថែមជាមួយនឹងនាមណាមួយដែលខ្ញុំនឹងលើកឡើងនៅក្នុងពេលបន្តិចទៀតនេះ perfectionist អូខេពាក្យ perfectionist គឺយើងផ្ដោតសំខាន់ទៅលើបុគ្គលទាំងឡាយណាដែលនៅពេលដែលគាត់ចាប់ផ្ដើមជាមួយនឹងកិច្ចការអ្វីមួយគឺគាត់តែងតែចង់ឲ្យកិច្ចការមួយនោះជាកិច្ចការមួយដែលទទួលបាននូវលទ្ធផលល្អប្រសើរឥតខ្ចោះតែម្ដង introvert អូខេ introvert គឺសំដៅទៅលើមនុស្សដែលចូលចិត្តភាពស្ងៀមស្ងាត់អូខេផ្ទុយនឹងពាក្យថា introvert extrovert extrovert គឺជាមនុស្សដែលចូលចិត្តភាពសប្បាយរីករាយភាពអ៊ូអររីឯមនុស្សដែលមានលក្ខណៈទាំងពីរមានទាំង introvert និង extrovert គឺ ambivert អូខេ ambivert គឺជាមនុស្សដែលចេះបត់បែនភាពស្ងប់ស្ងាត់ក៏គាត់ចេះនិងភាពសប្បាយរីករាយភាពអ៊ូអរក៏គាត់ចេះ pragmatist pragmatist គឺជាពាក្យមួយដែលបង្ហាញអំពី possible situation possible situation នេះគឺចង់សំដៅទៅលើកិច្ចការទាំងឡាយណាដែលយើងអាចនឹងធ្វើបាននៅក្នុងពេលបច្ចុប្បន្នគឺអត់គិតពីអតីតហើយក៏អត់គិតទៅក្នុងពេលអនាគតដែរគិតថាយើងនឹងធ្វើអ្វីហើយធ្វើឲ្យបាននៅក្នុងពេលបច្ចុប្បន្នហើយពាក្យ drama queen គឺជាមនុស្សដែលចូលចិត្តសម្ដែងចូលចិត្តបង្ហាញនៅចរិតលក្ខណៈទាំងឡាយហើយទាមទារឲ្យមានការចាប់អារម្មណ៍ពីអ្នកដែលនៅជុំវិញខ្លួន victim player គឺជាមនុស្សដែលចូលចិត្តសម្ដែងអូខេចូលចិត្តសម្ដែងចូលចិត្តបង្ហាញទៅអ្នកដទៃថាខ្លួនគឺជាជនរងគ្រោះខ្លួនគឺជាអ្នកទទួលកំហុសលើរឿងរ៉ាវអ្វីមួយ rule bender គឺមានន័យថាសំដៅទៅលើមនុស្សទាំងឡាយណាដែលចូលចិត្តសម្រួលឬក៏កែតម្រូវពីលក្ខខណ្ឌនៃច្បាប់ណាមួយហើយគាត់តែងតែគិតថាធ្វើយ៉ាងណាដើម្បីឲ្យខ្លួនគាត់នឹងបានស្រួល pessimist គឺជាមនុស្សដែលមានសុទិដ្ឋិនិយមមនុស្សដែលគិតតែរឿងវិជ្ជមានមនុស្សដែលមានសុឆន្ទៈល្អមានន័យថាគាត់ធ្វើអ្វីដោយក្តីសង្ឃឹមអូខេ optimist គឺជាមនុស្សដែលមានគំនិតទុតិធិនិយមមានន័យថាធ្វើអ្វីមួយគឺមិនហ៊ាននេះគឺស្ទាក់ស្ទើរហើយខ្លាចមុខខ្លាចក្រោយគឺគាត់មិនហ៊ានប្រថុយជាមួយនឹងកិច្ចការទេមានន័យថាជាមនុស្សដែលខ្វះ confidence ខ្វះភាពជឿជាក់